សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្ងៃនេះថ្មីនេះមានការជជែកវែកញែកយ៉ាងក្តៅគគុកក្នុងសង្គមតាក់ទងនឹងការត្រៀមខ្លួនសម្រាប់ជីវិតគ្រួសារដោយមានការចោទសួរថាតើបុរសដែលមានប្រាក់ខែត្រឹមតែ$500ពិតជាមិនទាន់ស័ក្តិសមក្នុងការរៀបការមែនឬថ្ងៃនេះយើងនឹងមកវិភាគលើបញ្ហានេះទាំងអស់គ្នាដោយមើលលើទស្សនវិជ្ជាជាក់ស្ដែងនៃសង្គមបច្ចុប្បន្នថាតើតួលេខមួយនេះពិតជាកត្តាកំណត់ជោគវាសនាអាពាហ៍ពិពាហ៍មែនដែរឬទេជាការពិតណាស់ការរស់នៅក្នុងទីក្រុងឬតំបន់ទីប្រជុំជននាសម័យនេះទាមទារចំណាយច្រើនថ្លៃឈ្នួលផ្ទះទឹកភ្លើងម្ហូបអាហារនិងការធ្វើដំណើរសុទ្ធតែជាបន្ទុកប្រចាំថ្ងៃដែលមិនអាចខ្វះបានបន្ថែមពីនេះវប្បធម៌នៃការរៀបចំពិធីមង្គលការនៅកម្ពុជាយើងភាគច្រើនទាមទារការចំណាយខ្ពស់ដែលអាចធ្វើឲ្យគូស្វាមីភរិយាថ្មីថ្មោងប្រឈមនឹងបំណុលតាំងពីថ្ងៃដំបូងនៃការចាប់ផ្ដើមជីវិតគូកត្តាទាំងនេះហើយដែលធ្វើឲ្យមនុស្សមួយចំនួនមានការព្រួយបារម្ភនិងយល់ថាប្រាក់ចំណូល$500ប្រហែលជាជួបការលំបាកក្នុងការផ្គត់ផ្គង់គ្រួសារនិងត្រៀមលក្ខណៈសម្រាប់អនាគតកូនផ្ទុយទៅវិញការវាយតម្លៃត្រឹមតែតួលេខនៃប្រាក់ខែរបស់បុគ្គលម្នាក់មិនអាចឆ្លុះបញ្ចាំងពីស្ថានភាពពិតទាំងស្រុងនោះទេជីវិតអាពាហ៍ពិពាហ៍នាសម័យទំនើបគឺជានាវាដែលត្រូវចែវដោយមនុស្សពីរនាក់ប្រសិនបើដៃគូទាំងសងខាងសុទ្ធតែមានការងារនិងប្រាក់ចំណូលរៀងៗខ្លួននោះការរួមបញ្ចូលគ្នានៅហិរញ្ញវត្ថុរបស់មនុស្សពីរនាក់នឹងបង្កើតបានជាភាពរឹងមាំជាងមុនឆ្ងាយណាស់លើសពីនេះទៅទៀតគូស្រករជាច្រើនបានចាប់ផ្ដើមពីចំណុច0ដោយការតស៊ូចេះសន្សំសំចៃនិងរៀបចំផែនការចំណាយច្បាស់លាស់ទើបអាចឈានទៅរកភាពជោគជ័យនិងមានស្ថិរភាពនាពេលអនាគតការរងចាំរហូតដល់មានប្រាក់ខែខ្ពស់កប់ពពកទើបសម្រេចចិត្តរៀបការអាចជាការរងចាំដែលមិនមានទីបញ្ចប់ព្រោះតម្រូវការមនុស្សតែងតែកើនឡើងជានិច្ចសរុបមកវិញប្រាក់ខែ$500មិនមែនជាឧបសគ្គរារាំងមិនឲ្យមនុស្សម្នាក់រៀបការនោះទេប្រសិនបើអ្នកទាំងពីរចេះរស់នៅតាមលទ្ធភាពអ្វីដែលសំខាន់បំផុតគឺស្ថិតនៅលើការយល់ចិត្តគ្នាការចេះគ្រប់គ្រងហិរញ្ញវត្ថុនិងការប្រឹងប្រែងរកស៊ីជាក្រុមដើម្បីកសាងគ្រួសារមួយដ៏មានសុភមង្គលតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះបញ្ហានេះតើហិរញ្ញវត្ថុប៉ុណ្ណាទើបស័ក្តិសមក្នុងការចាប់ផ្ដើមជីវិតគូសូមបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ